បន្ទាប់ពីឆ្លងភ្ជុំហើយមកធ្វើស៊ុបខ្យងដូងចែកជូនដល់ក្មេងអនាថានៅជិតផ្ទះទៀតហើយបងប្អូននិយាយលេងឯងបងប្អូនតាមពិតទៅថ្ងៃនេះមកជប់លៀងឲ្យបងប្អូនដែលទើបតែដឹងលទ្ធផលទី12ថ្មីៗអញ្ចឹងណាអញ្ចឹងខ្ញុំដឹងធ្វើអីមានអាប៉ាវស៊ុបខ្យងមួយឆ្នាំងនឹងឯងហើយបើទឹកជ្រលក់signature របស់ខ្ញុំគឺទឹកជ្រលក់ផ្លែ passion ហ្នឹងហ្មងនិយាយទៅមានកម្មវិធីអីក៏ដោយគឺខ្ញុំអត់ដែលចោលទឹកជ្រលក់មួយមុខហ្នឹងទេ មិនថាសាច់អាំងមិនថាស៊ុបអីគឺញ៉ាំត្រូវទាំងអស់បងប្អូនទឹកជ្រលក់ផ្លែ Passion មួយមុខហ្នឹងណាហើយយើងឆ្លៀតពេលមុននឹងមិញយើងដាក់ស្ងោរខ្យងចោលយើងមកបុកទឹកត្រីសិនទៅហើយទម្រាំតាខ្យងឆ្អិនយើងបុកទឹកត្រីរួចបាត់ហើយស៊ុបខ្យងយើងមួយមុខនេះអាចអត់ដូងបានទេបងប្អូនដោយសារតែយើងប្រើទឹកដូងក្នុងការរំងាស់ធ្វើទឹកស៊ុបអញ្ចឹងណា បន្ទាប់មកយើងដាំទឹកនឹងទុកចោលឲ្យវាពុះទៅហើយយើងមកច្រាមខ្យងម្ដងបងប្អូនបន្ទាប់ពីយើងច្រាមខ្យងឲ្យវាល្អិតល្មមហើយបើយកល្អិតម៉ដ្ឋអីពេកទេដោយសារវាបាក់ច្រាមដែរអញ្ចឹងយើងយកឲ្យវារាងទូចៗមកយើងយកមកលាយច្បល់ជាមួយសាច់ជ្រូកហើយយើងដាក់គ្រឿងដាក់អីហើយយើងចាប់ផ្ដើមយកសាច់ខ្យងជាមួយសាច់ជ្រូកដែលយើងច្បល់ចូលគ្នាហើយហ្នឹងយកវាមកញាត់ចូលសំបកខ្យងវិញមកបងប្អូន ហើយមុននឹងមិញហ្នឹងសិតតែញាត់ប្រើថង់ប្រើអីដូចស្រោមដៃអីអញ្ចឹងប៉ុន្តែវាទើសពេកចុះឥឡូវមានតាផ្ទាល់ដៃញាត់ផ្ទាល់ដៃបែបឥណ្ឌាបដ ாய் ទៅបើអីយើងញាត់អញ្ចឹងវាលឿនជាងវាអត់ទើសá អញ្ចឹងដូចដែលឃើញមុនហ្នឹងមិញអញ្ចឹងបន្ទាប់ពីយើងញាត់សាច់ជ្រូកច្រាមលាយជាមួយសាច់ខ្យងនឹងចូលសំបកវាវិញហើយយើងចាក់វាចូលទឹកស៊ុបទៅបន្ទាប់មកយើងដាក់បន្លែដាក់បង្គាដាក់មឹករួចផ្សំគ្រឿងម៉ាល្មមឆ្ងាញ់ទៅបងប្អូនបន្ទាប់មកយើងកូរវាឲ្យចូលជាតិគ្នាឲ្យសព្វគ្រឿងបន្តិចទៅណាបន្ទាប់ពីផ្សំគ្រឿងអីរួចរាល់ហើយយើងមកធ្វើការភ្លក្សមកបងប្អូនម៉ាល្មមឆ្ងាញ់ហើយយើងអាចបិទភ្លើងបានហើយ ហើយនិយាយពីថាគ្រាន់តែស៊ុបឆ្អិនភ្លាមអត់ដឹងថាក្មេងអត់ឃ្លានមកពីណាអ្នកគឺច្រើនខ្លាំងមែនតើមានកាន់ចានកាន់ចង្កឹះកាន់ស្ព្រាត្រៀមខ្លួនរួចរាល់ហ្មងហើយឡើងតម្រង់ជួរគ្នាចាំអញ្ចឹងបដ ாய் អញ្ចឹងបើគ្នាខំមកចាំធៀមចានធៀមអីរួចរាល់ហើយមានតាដួសចែកម្នាក់មួយចានម្នាក់មួយចានទៅធ្វើបុណ្យផងបងប្អូនក្រោយឆ្លងភ្ជុំហ៎ ហើយនិយាយពីថាផ្ទះខ្ញុំហ្នឹងគឺអាសាជប់លៀងជាមួយពួកគាត់មែនតើនិយាយទៅឡើងអ្នកផ្ទះគាត់ឆ្ងល់ហើយថាមួយឆ្នាំហ្នឹងជប់លៀងជាមួយគ្រូប៉ុន្មានដងនិយាយទៅដែលអាសាបង្កើតកម្មវិធីហ្នឹងគ្រាន់តែចង់បង្កើតភាពស្និទ្ធស្នាលជាមួយពួកគាត់ទេព្រោះឯកាលជំនាន់ខ្ញុំរៀនដូចមានអារម្មណ៍ថាគម្លាតគ្រូនិងសិស្សនៅរៀងឆ្ងាយពីគ្នាអញ្ចឹងណាអញ្ចឹងជំនាន់គាត់នេះចង់ឲ្យគាត់ទទួលបានអារម្មណ៍កក់ក្ដៅពីពួកខ្ញុំហើយចង់ឲ្យគាត់មានអីគាត់អាចជជែកនិយាយជាមួយយើងបានអញ្ចឹងណា ហើយយើងក៏បានបន្សល់អនុស្សាវរីយ៍ល្អៗជាមួយគ្នាជាច្រើនផងដែរអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ